តើបងប្អូនធ្លាប់មកទស្សនាប្រាសាទបេងមាលាក្នុងរដូវវស្សាដែរឬទេថ្ងៃនេះខ្ញុំនឹងនាំបងប្អូនមកទស្សនាទាំងអស់គ្នា Let's go ប្រាសាទបេងមាលាឬប្រាសាទបឹងមាលាមានទីតាំងស្ថិតនៅភូមិបឹងមាលាស្រុកស្វាយលើខេត្តសៀមរាបនិងមានចម្ងាយផ្លូវប្រហែល50គីឡូម៉ែត្រពីក្រុងសៀមរាបសប្តាហ៍ថ្ងៃការធ្វើដំណើរទៅប្រាសាទមានភាពងាយស្រួលជាងមុនដោយយើងអាចធ្វើដំណើរតាមផ្លូវជាតិលេខ6កាត់តាមផ្លូវព្រលានយន្តហោះថ្មីនិងកាត់តាមផ្លូវជាតិលេខ64ប្រាសាទបេងមាលាត្រូវបានសាងសង់នៅចុងសតវត្សទី11និងដើមសតវត្សទី12ប្រាសាទនេះមានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្តនិងត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី2ដែលជាអ្នកកសាងប្រាសាទអង្គរវត្តផងដែរប្រាសាទបេងមាលាស្ថាបនាឡើងពីថ្មភក់និងថ្មបាយក្រៀមលើផ្ទៃដីទំហំ14ហិកតានិងមានគូទឹកដ៏ធំមានប្រវែង 1200 ម៉ែត្រគុណនឹង900 ម៉ែត្របុរាណវិទូមួយចំនួនយល់ថាប្រាសាទបេងមាលាជាប្លង់មេឬថាបុព្វបុរសខ្មែរចាប់កសាងប្រាសាទនេះសិនមុននឹងឈានទៅដល់ការកសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញប្រាសាទនេះមានសោភ័ណភាពនិងទេសភាពស្រស់បំព្រងហើយប្លែកពីប្រាសាទដទៃដោយសារផ្នែកភាគច្រើននៃប្រាសាទមិនទាន់ត្រូវបានស្ដារឡើងវិញមានថ្មជាច្រើនដេកដួលក្នុងគំនរធំនិងមានដើមឈើធំដុះនៅតាមជញ្ជាំងប៉មនិងទីធ្លាប្រាសាទជាពិសេសនៅក្នុងរដូវវស្សាទេសភាពរបស់ប្រាសាទមានពណ៌បៃតងខៀវខ្ចីនិងមានភាពស្រស់បំព្រងជាខ្លាំងដែលមានស្លាយបៃតងដុះនៅតាមថ្មនិងជញ្ជាំងប្រាសាទដើមឈើធំដុះនៅក្នុងបរិវេណប្រាសាទផ្ដល់នូវបរិយាកាសត្រជាក់និងស្ងប់ស្ងាត់ធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយនៅពេលទស្សនាកុំភ្លេចចែករំលែកវីដេអូនេះជាមួយមិត្តភ័ក្តិឬមនុស្សជាទីស្រឡាញ់របស់អ្នកដើម្បីឲ្យពួកគាត់បានឃើញពីភាពស្រស់ស្អាតនៃប្រាសាទបេងមាលាក្នុងរដូវវស្សាផងហើយសង្ឃឹមថាពួកគាត់នឹងចង់មកទស្សនាដូចអ្នកដែរអរគុណនិងជួបគ្នានៅវីដេអូក្រោយ